យើងឈានដល់ការប្រកួតមិត្តភាពកម្ពុជាថៃនៅក្នុងគូទី2បន្ទាប់ពីកីឡាករកម្ពុជាឯកបុថាសន្លប់នៅក្នុងទឹកទី2បង្គោលក្រហមរបស់ព្រះរាជាណាចក្រកម្ពុជាមានវ័យ27ឆ្នាំ1.70 ម៉ែត្រទម្ងន់69គីឡូក្រាមមកពីភូមិស្ទឹងកាច់សង្កាត់សាលាក្រៅក្រុងប៉ៃលិនខេត្តប៉ៃលិនឆ្លងកាត់ការប្រកួតចំនួន145ដង102ដងឈ្នះ40ដងចាញ់3ដងស្មើ17ដងបានផ្ដួលគូប្រកួតសន្លប់នៅលើសងវៀនប្រកួតចុងក្រោយជប់ជាមួយកីឡាករម៉ឺនសុភាលទ្ធផលចាញ់ដោយពិន្ទុថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខពរសីមាជាកូនសិស្សរបស់លោកគ្រូឆេងទូចមកពីកងពលធំអន្តរាគមន៍លេខ2ខេត្តឧត្តរមានជ័យសូមស្វាគមន៍បង្គោលក្រហមរបស់ព្រះរាជាណាចក្រកម្ពុជាវងណៃរាយបង្គោលខៀវមានវ័យ22ឆ្នាំ1.81 ម៉ែត្រទម្ងន់69គីឡូក្រាមដូចគ្នាមកពីខេត្តខនកែន95ដងនៃការប្រកួត72ដងឈ្នះ20ដងចាញ់3ដងស្មើ12ដងនៃការប្រកួតសន្លប់លើសងវៀនចុងក្រោយជួបជាមួយកីឡាករឡុងសវណ្ណឌឿនឈ្នះដោយពិន្ទុជាកូនសិស្សរបស់លោកគ្រូភីឆៃមកពីក្លឹបលូចាំបាឆៃបង្គោលខៀវរ៉ារឿងលូចាំបាឆៃការរៀបរាប់នៃប្រវត្តិរូបសង្ខេបរបស់កីឡាករទាំងពីរបានដល់ទីបញ្ចប់ទៅហើយឥឡូវនេះលោកអាញាកណ្ដាលកំពុងតែណែនាំពីបទបញ្ជាក្នុងការប្រកួតទោះបីជាយ៉ាងណាខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធីរសៀលនេះចន្ទក្រមត្រៀមគូអន្តរជាតិទី4ទឹកទី1 round 1បាទសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធីគឺស្រាបៀរលីអូត្រូវមាត់ត្រូវចិត្តក៏ប៉ុន្តែពិសាត្រូវទទួលខុសត្រូវដោយខ្លួនឯងបាទនេះបញ្ជាក្នុងការប្រកួតគឺលោកទេពស៊ីវថាបង្គោលក្រហមមានឈ្មោះថាវងណយរបស់ព្រះរាជាណាចក្រកម្ពុជារីឯបង្គោលខៀវមានឈ្មោះថារ៉ារឿងលុកចំបាឆៃតែធ្លាប់ដួលកីឡាករបងបានរបស់ព្រះរាជាណាចក្រកម្ពុជាយើងជាច្រើនរួមមកហើយថ្ងៃនេះបាទសូមជម្រាបផងដែរថាវងណយក៏ធ្លាប់ជួបដែរជាមួយរ៉ារឿងនេះការពីមុនចាញ់ពិន្ទុរបស់រ៉ារឿងលុកចំបាឆៃតែថ្ងៃនេះវងណយសងសឹកបានតែរឿងបានព្រោះកែងមួយរបស់វងណយបាទចាំមើលវងណយសងសឹកជូនបងប្អូនរួមជាតិរួមអាជីពអំបញ្ញមិញឯមុនថាឡើងសន្លប់នេះបានឬមិនបានទេសនារបស់គ្នាគាត់ក្រៅមួយរបស់រ៉ារឿងវងណយដែលធ្វើមិនដឹងមាត់ស្ដាំម្ដាយរបស់វងណយគាត់លើរបស់រ៉ារឿងធាក់មកជើងទៀតរបស់រ៉ារឿងមិនដល់បោះជង្គង់របស់រ៉ារឿងរូបភាពនេះសូមផ្ញើទាំងស្រុងដល់បងប្អូនរួមជាតិទាំងអស់ដែលនិយមទស្សនាកីឡាប្រដាល់របស់ទូរទស្សន៍បាយ័នទាំងអស់គ្នាបាទជាពិសេសបងណាគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះបាទសូមឲ្យគាត់ឆាប់ជាសះស្បើយដើម្បីប្រកបការងារតទៀតសូមអរគុណដល់ប្រចាំធំនៅក្នុងកម្មវិធីគឺស្រាបៀរលីអូត្រូវមាត់ត្រូវចិត្តបាត់ស្ដាំម្ដាយរបស់បងណយទាត់ក្រៅមួយរបស់រ៉ារឿងយាទាត់លើរបស់រ៉ារឿងយាដល់ឆ្វេងមួយរបស់បងណយបាត់ស្ដាំរបស់បងណយគាត់កែមួយរបស់បងណយថ្ងៃនេះតើរ៉ារឿងនិងវងណយនៅណាជាអ្នកសងសឹកបានវងណយសងសឹកជូនបងប្អូនរួមអាជីពអំបញ្ញមិញបងណយមានកម្ពស់ទៀតជាងបន្តិចក៏ប៉ុន្តែចិត្តក្លាហានព្រោះយ៉ាងណាក៏ដោយឲ្យតែគីឡូប៉ុនគ្នាតតក្រៅមួយរបស់រ៉ារឿងញ៉ារែកឆ្វេងមកស្ដាំរបស់រ៉ារឿងបាត់ស្ដាំក៏កែរបស់បងណយរែកឆ្វេងរបស់រ៉ារឿងស្ទុះចូលមកស្ដាំមិនដល់ត្រូវវងណយធ្លាក់ទប់បោះកែមួយរបស់វងណយល្អណាស់រែកឆ្វេងតតក្រោមរបស់រ៉ារឿងរែកឆ្វេងទៀតមិនឲ្យវងណយចូលគៀកខ្លាចវងណយវិញកោសមួយ
អូអ្នកស្មានមិនដល់ទៀតហើយអូមកដៃរបស់រារឿងខ្លាំងមែនទែនបាទមិនគួរឲ្យជឿទេថ្ងៃនេះបាទមួយដៃរបស់កីឡាកររារឿងលោកចាំបច្ឆ័យពេញគេហៅថាពេញអង្គមុខតែម្ដងមកធ្វើឲ្យវងណយមិនអាចស៊ូបានទេបាទគេថាជាក់ស្ដែងមែនតែនសម្រាប់ការប្រកួតទឹកទី1តែប៉ុណ្ណោះរារឿងនៅជាកីឡាករដែលជាគេហៅចំណុចមុខស្រួយរបស់កីឡាករកម្ពុជាបង្គោលខៀវកីឡាករថៃឈ្នះបង្គោលក្រហមដោយបង្គោលក្រហមសន្លប់ក្នុងទឹកទី1បាទថ្ងៃនេះព្រះរាជាណាចក្រកម្ពុជារបស់យើងដល់ឆ្វេងមួយរបស់វងណយបាត់ស្នាមរបស់វងណយគោះកែមួយរបស់វងណយថ្ងៃនេះតើរារឿងនិងវងណយនៅណាជាអ្នកសងសឹកបានវងណយសងសឹកជូនបងប្អូនរួមអាជីពអមាញ់មិញវងណយមានកម្ពស់ទៀតជាងបន្តិចក៏ប៉ុន្តែចិត្តក្លាហានព្រោះយ៉ាងណាក៏ដោយឲ្យតែគីឡូប៉ុនគ្នាតតក្រៅមួយរបស់រារឿងញ៉ារែកឆ្វេងមកស្ដាំរបស់រារឿងបាត់ស្ដាំកោះកែរបស់វងណយរែកឆ្វេងរបស់រារឿងស្ទុះចូលមកស្ដាំមិនដល់ត្រូវវងណយធាក់ទប់បោះកែមួយរបស់វងណយរបស់រែកឆ្វេងតតក្រោមរបស់រារឿងកម្ពុជាវងណយរាយបង្គោលខៀវមានវ័យ22ឆ្នាំ1.81 ម៉ែត្រទម្ងន់69គីឡូក្រាមដូចគ្នាមកពីខេត្តខនកែន95ដងនៃការប្រកួត72ដងឈ្នះ20ដងចាញ់3ដងស្មើ12ដងនៃការប្រកួតសន្លប់លើសងវៀនចុងក្រោយជួបជាមួយកីឡាករឡុងសវណ្ណឌឿនឈ្នះដោយពិន្ទុជាកូនសិស្សរបស់លោកគ្រូភីឆៃមកពីក្លឹបលូចាំបាឆៃបង្គោលខៀវរារឿងលូចាំបាឆៃការរៀបរាប់នៃប្រវត្តិរូបសង្ខេបរបស់កីឡាករទាំងពីរបានដល់ទីបញ្ចប់ទៅហើយឥឡូវនេះលោកអាញាកណ្ដាលកំពុងតែណែនាំពីបទបញ្ជាក្នុងការប្រកួតទោះបីជាយ៉ាងណាខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធីប្រសិននេះចន្ទ្រមត្រៀមឥឡូវយើងឈានដល់ការប្រកួតមិត្តភាពកម្ពុជាថៃនៅក្នុងគូទី2បន្ទាប់ពីកីឡាករកម្ពុជាឯបុថាសន្លប់នៅក្នុងទឹកទី2បង្គោលក្រហមរបស់ព្រះរាជាណាចក្រកម្ពុជាមានវ័យ27ឆ្នាំ1.70 ម៉ែត្រទម្ងន់69គីឡូក្រាមមកពីភូមិស្ទឹងកាច់សង្កាត់សាលាក្រៅក្រុងប៉ៃលិនខេត្តប៉ៃលិនឆ្លងកាត់ការប្រកួតចំនួន145ដង102ដងឈ្នះ40ដងចាញ់3ដងស្មើ17ដងបានផ្ដួលគូប្រកួតសន្លប់នៅលើសងវៀនប្រកួតចុងក្រោយជួបជាមួយកីឡាករម៉ឺនសុភាលទ្ធផលចាញ់ដោយពិន្ទុថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខពរសីមាជាកូនសិស្សរបស់លោកគ្រូឆេងទូចមកពីកងពលធំអន្តរាគមន៍លេខ2ខេត្តឧត្តរមានជ័យសូមស្វាគមន៍បង្គោលក្រហមរបស់ព្រះរាជាណាចក្រគូអន្តរជាតិទី4ទឹកទី1 round 1បាទសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធីគឺស្រាបៀរលីអូត្រូវមាត់ត្រូវចិត្តក៏ប៉ុន្តែពិសាត្រូវទទួលខុសត្រូវដោយខ្លួនឯងបាទអ្នកបញ្ជាក្នុងការប្រកួតគឺលោកទេពស៊ីវថាបង្គោលក្រហមមានឈ្មោះថាវងណយរបស់ព្រះរាជាណាចក្រកម្ពុជារីឯបង្គោលខៀវមានឈ្មោះថារារឿងលុកចំបាឆៃតែធ្លាប់ដួលកីឡាករបងបានរបស់ព្រះរាជាណាចក្រកម្ពុជាយើងជាច្រើនរូបមកហើយថ្ងៃនេះបាទសូមជម្រាបផងដែរថាវងណយក៏ធ្លាប់ជួបដែរជាមួយរារឿងនេះកាលពីមុនចាញ់ពិន្ទុរបស់រារឿងលុកចំបាឆៃតែថ្ងៃនេះវងណយសងសឹកបានតែឬមិនបានបោះកែមួយរបស់វងណយបាទចាំមើលវងណយសងសឹកជូនបងប្អូនរួមជាតិ
រួមអាជីពអំបញ្ញមិញឯមុនថាឡើងសន្លប់នេះបានឬមិនបានទេសនារបស់គ្នាគាត់ក្រាមមួយបារារឿងវងណៃដែលធ្វើមិនដឹងមាត់ស្ដាំម្ដាយរបស់វងណៃគាត់លើរបស់រារឿងធាក់មួយជើងទៀតរបស់រារឿងមិនដល់បោះជង្គង់របស់រារឿងរូបភាពនេះសូមផ្ញើទាំងស្រុងដល់បងប្អូនរួមជាតិទាំងអស់ដែលនិយមទស្សនាកីឡាប្រដាល់របស់ទូរទស្សន៍បាយ័នទាំងអស់គ្នាជាពិសេសបងណាគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះសូមឲ្យគាត់ឆាប់ជាសះស្បើយដើម្បីប្រកបការងារតទៀតសូមអរគុណដល់ប្រចាំធំនៅក្នុងកម្មវិធីគីស្រាបៀលីអូត្រូវមាត់ត្រូវចិត្តបាត់ស្ដាំដៃរបស់បងណៃទាត់ក្រៅមួយរបស់រារឿងយាតាត់លើរបស់រារឿង